បងប្អូនទាំងឡាយដែលនៅក្នុងក្រុមឥឡូវក្រុមរបស់យើងនេះត្រូវបានបដូរឈ្មោះមកទៅឈ្មោះក្រុមគាំទ្រកងទ័ពជួរមុខព្រំដែនកម្ពុជាថៃខ្ញុំសូមស្នើឲ្យបងប្អូននៅក្នុងក្រុមទាំងបបួលគ្នាចូលមកក្នុងក្រុមរបស់យើងនេះដើម្បីផ្ដល់នៅកម្លាំងចិត្តការគាំទ្រក៏ដូចជាការពិភាក្សាទាំងឡាយឬព័ត៌មានទាំងឡាយទាក់ទងនឹងព្រំដែនកម្ពុជាថៃយើងទាំងអស់គ្នាកំពុងប្រឈមមុខជាមួយនឹងការឈ្លានពានរបស់កងទ័ពថៃយើងត្រូវការតស៊ូតាមផ្លូវសន្តិវិធីតាមរយៈយន្តការទ្វេភាគីផងតាមរយៈការប្តឹងទៅតុលាការអន្តរជាតិផងក៏ប៉ុន្តែភាពចាំបាច់របស់យើងក៏ត្រូវការកងទ័ពការពារនៅនឹងកន្លែងយើងមិនអាចជៀសវាងបានទេប្រសិនបើការឈ្លានពានបានមកដល់ដូច្នេះសូមឲ្យបងប្អូននៅក្នុងក្រុមនេះប្រាប់ទៅបងប្អូនដទៃទៀតឲ្យចូលមករួមនៅក្នុងក្រុមឲ្យបានច្រើនហើយខ្ញុំចូលជា admin ម្នាក់នៅក្នុងក្រុមដើម្បីកំដរបងប្អូននៅក្នុងនេះហើយពេលមានសភាពការខ្ញុំនឹងចូលទៅក្នុងក្រុមនេះដើម្បីជូនជាព័ត៌មានឬក៏និយាយចេញជាសារសម្រាប់បងប្អូនយល់ដឹងអំពីសភាពការថ្មីដែលវាបាននឹងកំពុងវិវត្តកញ្ញាលីច័ន្ទវតីធ្វើជាម្ចាស់នៅតាំងពីមុនមកមុនតែពេលដូរឈ្មោះហើយនៅក៏នៅបន្តហើយខ្ញុំគឺជា admin នៅក្នុងនឹងជាមួយផងដែរសូមបងប្អូនមកចូលរួមហើយ like នៅgroup channel របស់សម្ដេចតេជោសម្ដេចហ៊ុនសែនកម្ពុជាគឺក៏សូមមកបបួលគ្នាមកចូលរួមនៅក្នុងក្រុមគាំទ្រកងទ័ពជួរមុខព្រំដែនកម្ពុជាថៃផងដែរសូមអរគុណចំពោះបងប្អូនហើយយើងនឹងជួបគ្នានៅក្នុងក្រុមរបស់យើងនៅពេលខាងមុខតទៅទៀតហើយត្រូវប្រើរយៈពេលវែងការតស៊ូរបស់យើងគឺត្រូវប្រើរយៈពេលវែងដូច្នេះយើងត្រូវរួមសាមគ្គីគ្នាដើម្បីគាំទ្រកងទ័ពជួរមុខតាមព្រំដែនកម្ពុជាថៃសូមអរគុណនេះជាសញ្ញាតាក់ទងជាមួយនឹងក្រុមគាំទ្រនៅកងទ័ពជួរមុខសូមចុចដើម្បីភ្ជាប់ចូលជាមួយនឹងក្រុមរបស់ពួកយើង